នៅខេត្តស្វាយរៀងយុវតីជាសិស្សសាលា3នាក់ជិះម៉ូតូជ្រេចុះជ្រេឡើងលើដងផ្លូវត្រូវសមត្ថកិច្ចហៅទៅអប់រំលុតជង្គង់សុំទោសឪពុកម្ដាយនៅពុះប៉ូលីស Channel Stand Up គឺជា Page Stand Up News នឹងធ្វើការលំអិតព័ត៌មាននេះបាននៅថ្ងៃទី1ខែធ្នូឆ្នាំ2025នេះប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែបានជូនដំណឹងឲ្យដឹងផងដែរថាកាលពីថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង4ល្ងាចមាន account Page Facebook មួយបានផុសវីដេអូពីសកម្មភាពរបស់ក្មេងស្រី3នាក់នៅចំណុចខាងមុខសាលាអនុវិទ្យាល័យខ្វាន់សាមសង្កែមានករណីជិះម៉ូតូជ្រេចុះជ្រេឡើងលើដងផ្លូវបង្កឡើងដោយក្រុមក្មេងសិស្សសាលាស្របជាមួយគ្នានោះសមត្ថកិច្ចនគរបាលរដ្ឋបាលសង្កែបានឲ្យដឹងផងដែរថាបន្ទាប់ពីបានឃើញការចាយនៅវីដេអូភ្លាមៗនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កែបានធ្វើការសហការជាមួយនឹងកម្លាំងជំនាញស្រុកចុះធ្វើការស្រាវជ្រាវនិងកំណត់អត្តសញ្ញាណបានហើយទៅលើក្រុមក្មេងស្រីចំនួន3នាក់នៅចំពោះមុខសមត្ថកិច្ចក្មេងស្រីទាំង3នាក់នេះបានធ្វើការឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពជិះម៉ូតូជ្រេចុះជ្រេឡើងនៅលើដងផ្លូវពិតប្រាកដមែននៅក្នុងនោះក្រោយពីស្ដាប់ចម្លើយសារភាពរួចរាល់ហើយនោះសមត្ថកិច្ចក៏បានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យានិងបានឲ្យអាណាព្យាបាលមកធានាយកទៅអប់រំណែនាំបន្តរីឯមជ្ឈបាយធ្វើដំណើរសមត្ថកិច្ចបានដកហូតយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កែរយៈពេល3ខែសិនគឺជាសកម្មភាពក៏ដូចជាគំរូមិនល្អទេសម្រាប់សិស្សសាលាដែលនៅក្នុងវ័យនេះគឺជាវ័យសិក្សាក្រេបយកចំណេះវិជ្ជាមិនមែនជាវ័យដែលលេងល្បែងជាមួយនឹងដងផ្លូវនោះទេវាអាចបង្កនូវគ្រោះថ្នាក់មិនត្រឹមតែយើងនឹងអាចប៉ះពាល់ទៅដល់អ្នកដទៃថែមទៀតផងដូច្នេះសូមយកពេលវេលារបស់អ្នកយកទៅរៀនសូត្របន្ថែមនិងបង្កើនចំណេះដឹងរបស់យើងក្លាយទៅជាធនធានដ៏ល្អសម្រាប់ប្រទេសកម្ពុជារបស់យើងនៅក្នុងការអភិវឌ្ឍបន្តទៅទៀតបានចឹងព័ត៌មានដែលយើងខ្ញុំបានលើកឡើងគឺសូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន